មុខម្ហូបថ្មីបងប្អូនមុខម្ហូបថ្មីនេះណាថ្ងៃនេះគឺបងប្អូនមើលឃើញមើលក្តាមនេះច្រើនគួរសមដែរគឺយកមកបុកបាល់ខ្ចីបងប្អូនហើយសល់ប្រហែលទៀតជ្រក់ក្តាមជ្រក់និយាយរួមទៅតតអ្នកចូលចិត្តហូបក្តាមឆៅហូបអីចឹងណាបានយល់អារម្មណ៍មួយហ្នឹងនេះគឺនៅក្នុងត្បាល់នេះគ្រឿងពេញមុខតែម្ដងគឺម្ទេសខ្មែរយើងលាងទឹកឲ្យស្អាតដាក់មកមានប្រហុកមានស្ករប៊ីចេងទឹកត្រីអីមកពេញចិត្តនៅក្នុងរសជាតិមកសមល្មមមួយក្តាមចឹងហើយយើងបុកជាមួយនេះក្តាម7ហើយយើងចាប់ផ្ដើមបុកគ្រឿងវាឲ្យម៉ត់ហើយបន្ទាប់មកយើងក៏ដាក់ក្តាមចូលហើយយើងដាក់ក្តាមហ្នឹងយើងអត់មែនកលុំវាណាបងប្អូនគឺយើងធ្វើម៉េចបុកវាឲ្យខ្ទេចឲ្យម៉ត់ខៃតែម្ដងណាវាក្តាមវាមិនម៉ត់ខៃពេកទេប៉ុន្តែធ្វើម៉េចយើងជ្រុំវាចុះឡើងម្ដងមួយចឹងឲ្យវាម៉ត់ចឹងណាឲ្យវាម៉ត់មួយប្រហុកមួយអីហ្នឹងមកនេះឃើញទេឲ្យវាម៉ត់ចឹងមកនេះដាក់ទាំងតាគៀបដាក់ទាំងអីចឹងទៅបុកចឹងទៅឲ្យវាម៉ត់ឲ្យវាចូលជាតិចូលគ្រឿងជាមួយនឹងក្តាមជាមួយនឹងជាមួយនឹងម្ទេសយើងសិនណាក្តាមមានប៉ុន្មានដាក់ចូលម្ដងមួយឲ្យវាម៉ត់ចឹងអស់ទៅហើយនេះចាប់ផ្ដើមណាម៉ត់ហើយណាចាប់ផ្ដើមម៉ត់ហើយអូយនិយាយបដាហៀទឹកមាត់បដាបងប្អូនគឺនឹកដល់រសជាតិនឹងតែម្ដងបន្ទាប់មកយើងដាក់ផ្លែ7ខ្ចីយើងចូលមក7ខ្ចីមកហើយយើងបុកវាទៀតតតែម៉ត់ផ្លែ7នឹងអស់ហើយយើងភ្លក់រសជាតិមើលទៅសាបប្រៃអីផ្អែមអីមកស្ទើរមកល្មមបើឆ្ងាញ់ហើយយើងប៉ុណ្ណឹងហើយយើងដួសហូបទៅតែបើអត់ទាន់ឆ្ងាញ់ទេយើងអូយលេទឹកមាត់បើអត់នេះទេយើងថែមគ្រឿងតិចទៅថែមទឹកត្រីថែមស្ករអីពីលើនឹងទៀតទៅណាមកត្រូវរសជាតិបងប្អូនដែលត្រូវការហូបណាហើយនេះមិនមែនក្តាមជ្រក់ហើយក៏មិនមែនក្តាមអំពិលដែរគឺក្តាមបុក7ខ្ចីមកបុកចូលគ្នាទៅវាអត់ឆ្អាបទេព្រោះអីអំពិលយើងដាក់ច្រើនដែរហើយវាកាត់ជាឆ្អាបអូយកំពុងតែបញ្ចូលសលេងហ្នឹងគឺមានអារម្មណ៍ថាឃ្លានបាត់ទៀតទៅហើយហានេះថែមក្តាម2 3ពីលើទៀតទុកនេះមកឃើញណាចាប់ដើមហូបអានេះដាក់មិញហ្នឹងយើងច្បល់វាទុកគាត់ភ្លក់គឺថាហៀទឹកមាត់ហើយបងប្អូនឆ្ងាញ់ក៏ឆ្ងាញ់ហឹលក៏ហឹលស៊ឺតសតពេញហ្នឹងហើយមែនតើអរគុណច្រើនកុំភ្លេចណាអរគុណច្រើនបាយបាយកុំភ្លេចឆ្ងាញ់ទាំងអស់គ្នា